រស់ពីសេចក្តីសុខពីព្រះនិព្វានដែលជាបាទស្រាប់ដែលជាដឹងថាដែលជាអំណាចរបស់ព្រះសម្មាសម្ពុទ្ធដែលចាំតែរំចាំប្រគល់ដល់លោកគ្រូដែលសិនជាលោកគ្រូបានដើរមកមើលខ្ញុំតកៈណាខ្ញុំបាទព្រមទាំងលោកគ្រូខ្ញុំផងទៅប្រគុណម្ចាស់លោកលោកតាលោកយាយបងប្អូនប្រុសស្រីដែលជាអ្នកសិក្សានៅសាលាសកតដ្ឋានអនុមោទនាលោកគ្រូដល់ក្រៅលើបាទសូមអនុមោទនាបាទនេះគឺកាសែតលេខ209លើកទី137បាទឥឡូវយើងបានសិក្សានៅព្រះអភិធម្មដែលជារូបបរមត្តឥឡូវបន្តិចម្ដងជាលំដាប់មកដល់អបោធាតុហើយមិនចឹងទេណាបាទហើយយើងបានកាត់ដោយសេចក្តីលក្ខណៈបន្តិចបន្តួចរបស់សភាពនៃអបោធាតុហ្នឹងក៏បានខ្លះហើយដែរក៏ប៉ុន្តែខ្ញុំមិនបានបញ្ញត្តិបញ្ចូលដោយសេចក្តីណាទេមិនចឹងទេណាបាទនឹងឥឡូវយើងបានប្រគុណម្ចាស់យកសភៅមកហើយលោកតាលោកយាយបងប្អូនប្រុសស្រីយកសភៅមកហើយយើងនឹងមើលទៀងផ្សព្វនៅស័ក្តិរបស់អបោនេះដោយវចនដ្ឋៈប្រការណាដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ប្រជ្ញាឃើញហើយនឹងទ្រង់សម្ដែងជាដំបូងនោះបាទនៅក្នុងមេរៀនយើងហ្នឹងលោកពន្យល់ដោយវចនដ្ឋៈថាជាធម្មជាតិដែលរមែងផ្សព្វផ្សាយជ្រាបបាទទូទៅក្នុងរូបដែលកើតព្រមជាមួយនឹងខ្លួនហើយតាំងនៅក្នុងរូបនោះឯងធម្មជាតិនឹងឯងដែលហៅថាអបោដោយសត្វធម្មតាយើងហៅថាទឹកតែមិនណាទេណាបាទទឹកតែប៉ុន្តែនៅក្នុងទីនេះនិយាយពីរឿងទឹកបរមន្តអបោបរមត្តតែម្ដងមិនមែនជាសសម្ភារៈអបោឬក៏សមតិអបោទេគឺបរមត្តអបោបាទនឹងដោយវចនថាសត្វផ្សាយជ្រាបហូរទៅបាទនឹងដោយសភាពនៃអបោធាតុនឹងឯងដូច្នេះរាវឬក៏រឹងទេណារាវហើយបាទសភាពដែលអាចសត្វផ្សាយហូរជ្រាបបានរបស់នឹងរបស់រាវហើយមិនទេណាបាទសភាពនឹងឯងដែលព្រះអង្គលើកដោយវចនដ្ឋៈនឹងដោយប្រការថាអបោធាតុនឹងគឺធាតុនៃធម្មជាតិមួយយ៉ាងដែលអាចជ្រាបទៅក្នុងរូបបាទដែលកើតព្រមជាមួយនឹងខ្លួននឹងឯងបាទរូបណាដែលកើតជាមួយនឹងខ្លួនបាទនឹងយើងមិនអាចឃើញទៅខាងក្រៅទៀតដែលមានរូបណាខ្លះដែលរួមប្រកបជាមួយនឹងអបោធាតុនឹងឯងកាលណាកើតរួមជាមួយនឹងអបោធាតុនឹងទៅធម្មជាតិអបោនឹងឯងបាទ
វាបង្ហាញបាទឲ្យឃើញថាសភាពទាំងអស់នឹងឯង